ក្រានរំលឹកដល់កម្ពុជានិងថៃកុំចាញ់បោកអំណាចឈ្មួញអាវុធកុំជួញដូរសន្តិភាពដើម្បីជំនួញសង្គ្រាមចំនួនរបស់យើងអាចជាឱកាសសេដ្ឋកិច្ចរបស់គាត់កុំទីចាប់សង្គ្រាមដោយខ្លួនឯងចាប់ដោយអំណាចធំនិងអាជីពចម្អិនអយុធធម៌នៃអាជីវកម្មយុទ្ធសាស្ត្រជាការចាប់ផ្ដើមនិងចុងក្រោយនៃការតស៊ូរបស់យើងបញ្ហារបស់យើងអាចคล้ายទៅជាឱកាសសេដ្ឋកិច្ចរៀងរហូតរបស់ពូកានៅក្នុងពិភពលោកដែលពោពេញដោយការប្រកួតប្រជែងធាងទិដ្ឋភាពវិស័យចក្រភពសង្កាមមិនមែនជាអ្នកឈ្នះដោយការយកទីតាំងទេតែកាលណាអ្នកលក់អាវុធបានច្រើនជាងគេនឹងថែរក្សាសង្គ្រាមឲ្យមិនបញ្ចប់ដើម្បីរក្សាមួយទីផ្សារអាវុធស្ថិតក្នុងស្ថានភាពចាស់ប្រទេសអំណាចខ្លះមិនមើលថាសម្របរួមគ្នាសម្រាប់សុភមង្គលទេប៉ុន្តែមើលថាប្រសិនបើយើងប្រទេសទំៀងឡាយនឹងតែសម្ដែងអ្នកនឹងមានផលផលិតកម្មច្រើនឡើងពីយានយន្តយុទ្ធឡានរ៉ាឌីងមើលការបាញ់ចង្កេះនិងប្រព័ន្ធរ៉ាឌីយ៉ូទាំងអស់នេះមានតម្លៃខ្ពស់និងត្រូវការនាំចូលអាជីវកម្មអាវុធសកលមិនបានបន្តបឋមបច្ចេកវិទ្យាថែមទៀតដោយសារចង់ឲ្យពិភពលោកអនុវត្តដោយសុខសាន្តប៉ុន្តែព្រោះវាជាឱកាសសេដ្ឋកិច្ចរបស់ពួកគេប្រសិនបើប្រទេសពីររបស់យើងចាប់ផ្ដើមប្រើកម្លាំងមួយតូចមួយចំនួនវានឹងធ្វើឲ្យការចាយចំណាយយួនសេនាប្រហែលឡើងភ្លាមហើយវាជាអ្វីដែលគេចាំបាច់រងចាំវិវាទប្រទេសភីគីចង្งีយៈពិតមានកិច្ចព្រមព្រៀងសុទ្ធសាធតំបន់ជំងីថៃកម្ពុជា3កន្លែងរៀងរហូតមានវិវាទតែក្នុងផ្អាកឈលពេលនេះមានកិច្ចព្រមព្រៀងលោករួមឯកសារផ្សេងនិងវិធានការផ្លូវច្បាប់ដែលអាចប្រើបានមិនចាំបាច់ចាប់ផ្ដើមវិវាទឡើងវិញដោយប្រើអារម្មណ៍ឬសម្ពាធក្នុងប្រទេសទេតែត្រូវតែនៅតែមានការយកចិត្តទុកដឹកនាំដោយកម្ដៅសម្ពាធក្នុងប្រទេសអាចបង្កឲ្យផ្ទុះវិវាទនោះវិញទៅមកហើយ Binomial Problems and Disputesតំបន់តូចមួយមិនគួរតែអនុវត្តសម្រាប់ជីវិតប្រជាជននិងថវិកាច្រើនលានទៅលោកម៉ាស៊ីនសម័យសមាជិកប្រទេសទាំងនេះមិនគួរធ្វើសាមញ្ញប្រើកម្លាំងប៉ុន្តែត្រូវសម្របក្នុងតំបន់បោះឆ្នោតផងដើម្បីកែលម្អទំនាក់ទំនងប្រសិនបើប្រតិភូមានការរំលងដោយសារអារម្មណ៍ឬសម្ពាធក្នុងប្រទេសបណ្ដាលឲ្យការសង្កម្មកើតឡើងភាពខូចខាតផងត្រូវចំណាយបណ្ដាលលើការពៀព្រៀងធ្លាក់ទំនងខាងប្រទេសចំនួន3ប៉ុន្មានផងដើម្បីជៀសវាងការបាត់បង់សម្បត្តិនិងសុវត្ថិភាពជាតិសាសន៍សរុបមិនថានៅពណ៌ណាអ្នកណាឈ្នះឬអ្នកណាបរាជ័យទាំងអស់គ្នាបានប៉ុន្តែតែងតែយើងរួមនេះបរាជ័យពីព្រោះយើងត្រូវរស់នៅក្នុងសហគមន៍មួយអ្នកទាំងអស់គ្នាកុំទីចាប់សង្គ្រាមកដាក់ពង្រេងឆ្នាំពាណិជ្ជកម្មអាវុធអាជីវកម្មអាវុធមិនមែនគ្រាន់តែជាការផលិតផលសម្រាប់សន្តិភាពប្រទេសជាតិទេប៉ុន្តែវាជាឧស្សាហកម្មធំបំផុតមួយលើពិភពលោកវាជាប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិមានបណ្ដាញអាជ្ញាធររដ្ឋាភិបាលក្រោមដៃគូស្តង់ដារអាជ្ញាធរវិនិយោគនិងប្រព័ន្ធផ្នែកប៉ារ៉េមីងដែលសមាជិកទាំងអស់នេះក្នុងវិវាទមួយព្រោះសង្កាមគឺជាសម្លៀកបំរបស់ពួកគេអាជីវកម្មនេះមានសមត្ថភាពខ្ពស់ឆ្លាតវាសកម្មផែនការឡើងវិញមួយច្រើនឆ្នាំមានអ្នកផ្ដល់ទីផ្សារអ្នកស្រាវជ្រាវអ្នកថែទាំប្រព័ន្ធរៀបចំទិញចែកចាយអ្នកចាប់អារម្មណ៍ច្បាប់និងអ្នកវិតម្លៃគូការពារពិភពលោកទាំងនេះមានការរំរាយថែមទាំងត្រង់ទៅរកចំណុចតែមួយគឺលក់និងកំណែងរាយយុទ្ធសាស្ត្រសំខាន់របស់ពួកគេគឺរក្សាការបេះដូងឲ្យអស់សកលក៏អ្នកអាចមានការយល់ច្រឡំថាប្រសិនបើមានសង្គ្រាមមួយកើតឡើងវិញគ្រប់គ្នានឹងរហ័សស្វែងរកវិធីបញ្ចប់ដោយសារពុំចង់ទទួលខុសត្រូវឬស្ថិរភាពតែការពិតត្រូវតែដូច្នេះសង្គ្រាមនៅបន្តយូរឡើងវាគួរតែធ្វើឲ្យអាជីវកម្មចាំបាច់លក់ច្រើនឡើងប្រទេសដែលមានការភ័យខ្លាចកាន់តែច្រើននោះគឺត្រូវសំណើប្រភេទអាវុធបន្ថែមឬដូច្នេះអ្នកដឹងថាក្រុមការងារហាត់អាជីវកម្មនិងវិស័យសេដ្ឋកិច្ចអាចគ្រប់គ្រងឲ្យវិវាទបន្តដំណើរការតាមស្ថានភាពនេះយ៉ាងហោចណាស់ពួកគេបន្តកម្ដៅនិងតាំងចុះឲ្យពួកគេជាចំណូលចិត្តសេដ្ឋកិច្ចអាវុធធំបំផុតពិភពលោកមិនមែនធ្វើឲ្យសັບសង្កម្មឲ្យសុភមង្គលទេនោះគឺព្រោះវាជាសេដ្ឋកិច្ចខ្ពង់ខ្ពស់ក៏ដ៏ធំបំផុតសម្ដែងដោយសមាជិកជាច្រើនទទួលខុសត្រូវពួកគេលែងតែកំឡុងពេលចាប់ផ្ដើមឲ្យសង្គ្រាមចាប់ឡើងនិងទទួលយកអតិថិជននៅការលុបចោលនៅប្រទេសដែលបានធ្វើជាមិត្តខ្លាំងខ្លួនវាផងពួកគេចង់រកចំណេញពីការចាប់សង្គ្រាមនិងចង់ឲ្យវិវាទមានអាយុយ៉ាងយូរដែលគឺជាការលួចលាក់យ៉ាងដឹកនាំដោយផ្ដល់ឲ្យអាជីវកម្មអាវុធមានពន្លឺដង្ហើមខ្លាំងជាងមុនពួកគេមិនចង់ឲ្យប្រទេសសន្តិភាពនិងមានសមិទ្ធផលមើលឃើញទេព្រោះវាជាគ្រាប់ដុតច័ន្ទដែលមិនអាចផ្លាស់ទីចេញបាន
ហើយពួកគេខ្លែងថាវាសង្រាមជាគិច្ចខុសវិស័យដ៏ធំបំផុតរបស់ពួកគេទាំងអស់នេះកំពុងដេកការទទួលខុសត្រូវខ្លះគឺជាការបង្ហោះមុខបូជាក្នុងការហៅថាគឺជាបដិគូដោយសេរីគឺនឹងចម្បងឲ្យសង្កាមយ៉ាងតិចបំផុតដែលឲ្យប្រទេសគ្នាសង្ឃឹមថាខ្លះថាអាចវិហារអ្នកផ្ញើចុងក្រោយប្រសិនបើបង្រៀនសមាជិកអ្នកទាំងអស់ពីការវាយប្រហារចម្រៀងអតិបរមាជាច្រើននឹងបានស្រស់ស្អាតការប្រើបន្លិចគឺជាអ្វីដែលចាប់ផ្ដើមការនឹងចាបៃប៉ុន្តែក៏មានភាគច្រើនដែលកំពុងលួចមានការណាស់ក្រោមចំណងឈ្មោះនិងជាភាពមិនចម្រូងចម្រាសព្រោះវាមិនគួរឲ្យសង្ស័យថាអាជីវកម្មអាវុធតែងតែស័ក្តិសមក្នុងការរក្សាសន្តិភាពពីព្រោះវាជាការជំនួញដែលហៅថាការរីកចម្រើនរបស់សង្គមពួកគេគឺរួមចំណែកជំរុញនឹងសេដ្ឋកិច្ចពិភពលោកនិងលោកយាល័យមានឥទ្ធិខ្លាំងពេញមូលក្នុងផែនការភ្ជាប់ប្រព័ន្ធរូបពួកគេមានប្រព័ន្ធដែលកាន់តែច្រើនពេញពិភពលោកនិងមានក្រុមអ្នកជំនាញផ្ទះលំហែនិងពាណិជ្ជកម្មផងដែរសប្តាហ៍ថ្ងៃពួកគេមិនចង់ឃើញប្រទេសណាមួយសាមញ្ញរួមគ្នាសម្រាប់សុភមង្គលទេព្រោះសន្តិភាពវាធ្វើឲ្យខកចិត្តចំពោះប្រាក់ចំណេញផងដែរពួកគេចង់ឲ្យប្រទេសទាំងអស់មិនចង់ទៅជាឧបសគ្គនិងសង្ឃឹមថានឹងក៏ផ្លាស់ខ្លួនចេញពីវិស័យផ្នែកសន្តិភាពបដូរយោងតាមការចំណាយដើមដោយក្រុមហ៊ុនចម្លងទំនាក់ទំនងទៅវិស័យក្នុងសហគមន៍និងអភិវឌ្ឍចិញ្ចើមសេដ្ឋកិច្ចដូចជាបង្កើតតំបន់សេដ្ឋកិច្ចរួមអភិវឌ្ឍផ្លូវនិងសេដ្ឋកិច្ចមូលដ្ឋានបង្កើតសាលារៀននិងគ្លីនិកដឹកនាំអាជីវកម្មអចលនទ្រព្យព្រំដែនលើកស្ទួយការប្រាស់ពាណិជ្ជកម្មរំញោចនិងវប្បធម៌រួមដោយសារព្រំដែននោះយើងអាចរស់នៅក្នុងដែនដីគ្នាហើយត្រូវរស់នៅក្នុងចំណងពាក់ព័ន្ធវិញដែរផ្លាស់គំនិតបញ្ចប់ការធ្វេរប្រាក់តែបដូរការលក់ចេះដឹងបច្ចេកវិទ្យាប្រាក់ចំណាយរាប់ពាន់លានក្នុងការចំណាយពីអាវុធសប្តាហ៍ថ្ងៃប្រហែលជាមួយការចែកអានអ្នកឆាប់និងរហ័សជាប្រព្រឹត្តសិទ្ធិកម្មវាផ្ដល់ឲ្យការវិនិយោគលើការសិក្សាបច្ចេកវិទ្យានិងចំណេះដឹងដែលអាចប្រើទៅក្នុងផលិតផលនិងសេវាកម្មផ្នែកសេដ្ឋកិច្ចយើងទាំងពីរទេមានប្រាជ្ញាអន្តរជាតិនានាទ្រព្យធម្មជាតិច្រើនហើយមានប្រពៃណីការងារប្រឹងប្រែងខ្ពស់តើយើងគួរប្រើប្រពៃណីទេសនេះក្នុងការចេញទៅលើទីផ្សារពិភពលោកមិនមែនចាក់ចេញផ្សេងទេកុំខ្លាចមកទទួលវិចារណានៃចំពោះភាពជោគជ័យអាវុធដោយសារពន្ធលើចំណាយការដ្ឋានវាអាចសម្រួលសម្រាប់ការរីកចម្រើនប្រទេសនិងជំនាញវិនិយោគផ្សេងវាជាសេដ្ឋកិច្ចខ្ពស់និងជាសេដ្ឋកិច្ចហាងម៉ាក់មួយសម្រាប់ទំនាក់ទំនងពិភពលោកនិងតំណាងសមាជិកធំបំផុតក្នុងទីផ្សារអាវុធប្រព័ន្ធអាវុធមិនធ្វើឲ្យសប្បាយសុខផុតទេពីព្រោះវាជាសេដ្ឋកិច្ចធំធេងហើយព្យួររងចិត្តជាមួយនឹងការវិនិយោគធំមួយហើយដាក់ទម្រង់សេដ្ឋកិច្ចសំខាន់គ្នាពួកគេចង់ចាប់សង្កាមហើយចង់រមែងចម្រាញ់សេដ្ឋកិច្ចធម្មតានេះមិនមែនជាការបណ្ដាយជាគម្រោងចម្លែកឬរកចេញពីន័យដូចម្ដេចទេពួកគេមិនចង់ឲ្យប្រទេសសុខសាន្តនិងមានជំរុញមកពីការចាប់សង្កាមភីគីនោះទេព្រោះវាជាកញ្ចក់ក្តៅដែលមិនអាចខូចខាតបានហើយពួកគេចែងសរសេរថាលើសង្កាមគឺជាវិស័យចក្ខុវិស័យពួកគេហ្វឹកហ្វឺនសុទ្ធអាវុធនិងជំរុញសេដ្ឋកិច្ចក្នុងលទ្ធផលផ្នែកសម្បត្តិនិងពាណិជ្ជកម្មមួយរយៈហើយនៅក្នុងគម្រោងនេះវិញឯងសំខាន់ណាស់ដែលត្រូវមានការចងចាំសម្រាប់រៀងរាល់ថ្ងៃពិតប្រាកដហើយថាបើប្រទេសរបស់យើងនៅឯមុខទាំងអស់មកវិញខ្លួនឯងបានចូលរួមចំណេញនៅលើការវាយប្រហារបន្តការហាក់ហើយនឹងវិជ្ជាជីវៈជាច្រើនសុខស្រួលសម្រាប់ការប្រើបន្លិចគឺតែម្ដងតែតាមរយៈការសាកសួររួមគ្នានេះអាចគ្រប់គ្រងផលប៉ះពាល់ក្នុងការរីកចម្រើនប្រទេសប្រចាំឆ្នាំស្ថានភាពនេះសំខាន់ណាស់ប៉ុន្តែការរើសអើងគឺជាអ្វីដែលចាប់ផ្ដើមពួកគេមិនចង់ឲ្យអ្នកប្រទេសនៅសុខសាន្តនិងមានសមិទ្ធផលបានទេពីព្រោះវាជាកញ្ចក់ពន្លឺធំមួយពួកគេមានបំណងចង់ឆ្លែងច្បែងស្ងាត់ហើយចង់ធ្វើឲ្យការចាប់សង្កាមកាន់តែមានមោទនភាពពួកគេចង់ឲ្យប្រទេសរាប់សំណួររក្សានយោបាយនិងសម្របអាជីវកម្មរបស់ខ្លួនឲ្យល្អពួកគេមិនចង់ឲ្យប្រទេសផ្ដេកនៅក្នុងសម្ភមិត្តភាពនោះទេពីព្រោះវាជាដំណាក់ចុងពួកគេមិនចង់ឲ្យប្រទេសនៅស្ងាំងហើយមិនចង់ឲ្យមានសន្តិភាពពួកគេសង្កេតបំពានចំពោះសន្តិភាពជារឿងមិនស្ងប់ស្ងាត់នោះទេព្រះខ្លះវាតម្លៃថាវាសង្កាមគឺជាគោលនយោបាយធំបំផុតហើយគេហៅថាវាសម្លៀកបំពាក់ប្រយុទ្ធនិងគឺផលិតផលដ៏ធំបំផុតអ្នកគ្រប់គ្រងសង្គ្រាមចង់រកចំណេញនិងចង់ឲ្យវិវាទនៅតែដំណើរការវង្វេងខ្លាំងសោះថាប្រទេសអ៊ុយហួតសម្រួលសម្រាប់ការទូតភ្ជាប់ងាយនិងការចាប់ផ្ដើមស្ថាបនាភាពដំណើររបស់ពួកគេឲ្យបានរឹងមាំហើយពួកគេមិនត្រូវការព្រះរាជាណាចក្រពេជ្រពីព្រោះដំណឹងវាសិរហឹងសម្ព័ន្ធកិច្ចនេះគួរត្រូវប្រើប្រាស់ឡើងវិញជាការផ្គំផ្គង់ឬក៏កម្រងផ្លូវក្នុងការរៀបចំជួរពាក់ព័ន្ធជុំវិញអាជីពនិងសេដ្ឋកិច្ច
ការប្រើប្រាស់ប្រព័ន្ធផែក្នុងគ្រប់តំបន់សេលឧបត្ថម្ភឲ្យពួកគេបន្តសង្កាមតាមស្ថានភាពនេះនៅពេលនេះអ្នកមានប្រសិទ្ធភាពបន្ថែមក្នុងការជួបប្រទះជាមួយការចាប់សង្រាមពីព្រោះវាជាធម្មតារៀងរាល់ថ្ងៃហើយវាជាអ្វីដែលអ្នកគាំទ្រមិនចង់ដឹងចំណុចដែលផ្ដួលលក់គឺគូររៀលគ្នានឹងត្រូវចាប់ផ្ដើមដោយសារពុបសង្កាមទីផ្សារនិងការចាប់សង្កាមទំនាក់ទំនងខាងសង្គមទាំងនៅក្នុងជម្រើសស្រុកគួរតែទទួលបានពេលវេលាឆាប់រហ័សនិងអាចពង្រឹងក្នុងការស្រាវជ្រាវវាជាការបង្កើនសេដ្ឋកិច្ចភូមិវិស័យនិងជំរុញនឹងការសហអាជីពក្នុងកម្រិតសកលពួកគេចង់ចាប់ផ្ដើមការវាយប្រហាររៀងរាល់ថ្ងៃប្រើក៏ដោយប្រាក់ចំណេញដ៏ធំមួយឬក៏ការចាប់ឱកាសនៅក្នុងប្រទេសដទៃក្រៅពីនេះអាជីវកម្មពណ៌ថ្មើរក្រុមហ៊ុនអាវុធការធ្វើឲ្យយើងសុខសាន្តនិងសង្កេតប្រទេសទាំងអស់ថាជាសង្កាមពួកគេចង់ឲ្យប្រទេសមួយឡើងជាកន្លែងការប្រើគ្រឿងសមត្ថភាពប្រជាជនជាកន្លងច្រកការជំរុញតាមបណ្ដាញឆ្លងខ្សែរាជព្រំដែនប្រព្រឹត្តការហាត់ពិធីរួមលើកស្ទួយសេដ្ឋកិច្ចនិងវប្បធម៌រួមព្រំដែនអាចជាផ្លូវឲ្យរស់នៅគ្នាហើយជាការអនុវត្តផ្លូវចិត្តសហប្រទេសទៅមុខផ្លាស់គំនិតបញ្ចប់ការរកចំណេញពីសង្កាមនិងផ្លាស់ទីជាអ្នកជំនាញឬបើកយកចេញដំណើរការជាឧស្សាហកម្មជំនួញចំណាយពាន់លានទៅលើអាវុធគួរតែប្រែក្លាយទៅនឹងការវិនិយោគក្នុងការសិក្សាជំនួយនិងចូលរួមក្នុងវិស័យបច្ចេកវិទ្យានិងចំណេះដឹងដែលអាចបង្កើតផលិតផលនិងសេវាកម្មសេដ្ឋកិច្ចយើងទាំងពីរទេសមានប្រាជ្ញាសប្បាយរីករាយនិងធនធានធម្មជាតិនិងប្រទេសក្តីហ៊ានប៉ុន្តែគួរបង្រៀនចេញវិស័យទំនាក់ទំនងពីការរីកចម្រើនក្នុងពិភពលោកមិនត្រូវភ័យវាយប្រហារនៅលើអាវុធទេព្រោះវាជាសេដ្ឋកិច្ចធំធេងហើយសហេតុស្ដាប់លើការវិនិយោគធំបំពេញក្នុងពេលវេលាមិនមែនតែយោងតាមចំណាយសម្រាប់អាវុធទេប៉ុន្តែត្រូវប្រើប្រាស់ក្នុងការវិនិយោគលើការសិក្សាបច្ចេកវិទ្យានិងចំណេះដឹងចំណាយសេដ្ឋកិច្ចធំបំផុតពិភពលោកគឺតែលែងមើលទៅលើការជួយជីវិតសុខសាន្តថែមទៀតព្រោះវាជាសេដ្ឋកិច្ចដ៏ធំធេងដោយសមាជិកជាច្រើននិយមទទួលខុសត្រូវពួកគេសង្ឃឹមថាវានឹងនាំឲ្យរៀងរហូតសម្រាប់ការទទួលខុសត្រូវការខ្យល់រ៉ាំរ៉ៃនិងចាប់សង្កាមផងដែរពួកគេមិនចង់ឲ្យប្រទេសនិងសេដ្ឋកិច្ចរួមគ្នាឬសាច់ភ្លុកជារស្មីសង្ឃឹមឡើយព្រោះដំឡើងឲ្យបានជាជីវិតល្អឥតខ្ចោះក្នុងសង្គមគ្រប់ធាតុមិនត្រូវទេពួកគេចង់មុនប្រទេសរៀងខ្លួនចង់បញ្ចេញចូលនិងចង់ដាក់ទំនាក់ទំនងឲ្យហ៊ានល្អប្រសើរឡើងដូចជាបង្កើតតំបន់សេដ្ឋកិច្ចរួមសម្ភពផ្លូវនិងសេដ្ឋកិច្ចមូលដ្ឋានបង្កើតសាលារៀននិងសួនសុខាភិបាលចិញ្ចៀននេសាទជំរុញព្រំដែនអាចជួយលើកទឹកចិត្តការជួញដូរនិងវប្បធម៌រួមព្រំដែនគឺជាដែនព្រំដែនដែលយើងរួមរស់និងរៀនសូត្រជាមួយគ្នាបន្តទៅផ្លាស់ការចងចាំបិទផ្លូវចិត្តការចាប់សង្កាមនិងព្យាយាមផ្លាស់ក្តីសង្ឃឹមខ្យល់កាន់តែប្រសើរប្រសិនបើការចាប់សង្កៀមផ្អែកសុទ្ធតែលើការចំណាយសេដ្ឋកិច្ចក្រៅប្រទេសនិងក្រុមហ៊ុនពាណិជ្ជកម្មវាអាចនឹងទៅសំរុំថាបង្ករាជភាពថែមទៀតវាជាប្រព័ន្ធដែលត្រូវចងចាំចម្បងហើយណាការចាប់សង្កៀមមិនមែនជាសន្តិភាពឡើយព្រោះវាជាសេដ្ឋកិច្ចឬសំណុំបែបបត់ធំបំផុតហើយពិតជាភាពជឿចាប់ក្នុងការចាប់វាប្រទេសខ្លះមើលទៅថាចាប់សង្គ្រាមគឺជាវិស័យធំបំផុតក៏ដូចជាពួកគេយល់ថាការបណ្ដុះបណ្ដាលសង្គ្រាមមានអាគារធំហើយពួកគេកំពុងស្លាប់ខ្លួនទៀតវិញឯករាជ្យភាពរបស់ប្រទេសអាចផ្អែកដោយធ្វើឲ្យថែមទៀតក្នុងចំណោមភាពជាសេរីភាពនៃរសពថ្ងៃការពិតប្រាកដគឺត្រូវមានសាមញ្ញនៅលើមុខកុំចង់ខ្លាយជាមហាក្នុងការផ្ដាស់សង្កៀមចុងក្រោយគុំមានការប្រែប្រួលវិចារណាឬចេញផ្លូវពីគម្រោងនេះទេព្រោះវាជាវិស័យមួយដែលពិតជាឃ្លាំងសមត្ថភាពប្រសើរមេដឹកនាំយ៉ាងខ្លាំងសូមចងចាំថាលើសង្គ្រាមគឺជាឯកសិទ្ធិរបស់ពួកគេសង្គ្រាមខ្លាំងអាចប៉ះពាល់ដល់សាមញ្ញភាពយើងមិនចង់ឲ្យសម្រាប់ចៅបញ្ចុះរស់នៅក្នុងគំនិតមិនចង់ឲ្យនៅលើផ្ទៃសង្គមទេដើម្បីទទួលបានជោគជ័យនៅពេលនេះមានតែយើងខ្លួនឯងដែលឲ្យខ្លួនឯងច្បាស់ថានេះគឺជាសង្គ្រាមដ៏ធំបំផុតសាសនិធិ 1. បើកទិផលពិបាកវិតម្លៃដែលមានទំនាក់ទំនងដោយការសារក្តីស្នេហ៍របស់គ្នា 2. បញ្ចប់ការមានចំណងមួយម្រាំងដល់ភាគីយុទ្ធសាស្ត្រ 3. អញ្ជើញអង្គការអាស៊ានឬអង្គការចម្លងគ្នាឲ្យកាន់តែសន្តិភាពជូន 4. រៀបចំផែនការអភិវឌ្ឍតំបន់ទាំងសហប្រទេសដែលទើបអនុវត្តដោយប្រជាជន 5. ដោះស្រាយចេញពីពាណិជ្ជកម្មជំរុញម្ហូបរបស់ប្រទេសទាំងពីរដោយមានការចូលរួមពីប្រជាជនគ្នា
ឯកទេសអាវុធអាចជាយឺតប្រៀបដូចជាការពាក្យផ្សេងទៀតប៉ុន្តែនៅឆ្នៃចិត្តរបស់មនុស្សជាខ្ពស់ជាងការនិយាយអ្វីទេ